តាគ្នាខ្ញុំឡាយរីករាយទិវាសិទ្ធនារីហើយឡើងនេះខ្ញុំមកដល់ office ថាដែរខ្ញុំនឹងទៅរកអ្នកបើកបរដែលជាស្ត្រីហើយនឹងមួយរបស់ថាដាដែលជានារីអូអ្នកតាគ្នាខ្ញុំឃើញគាត់ហើយ ស្ទេបងជិះសួរអូយខ្ជូតបងអើយបងអាចសួរជាឈ្មោះនិងមុខរបរបាយបានអត់ខ្ញុំឈ្មោះមិនផាឡាមុខរបរបើកថាដារត់កង់3ចាបងខ្ញុំមានឈ្មោះថាទេពេរាល់ថ្ងៃជានិស្សិតនៅសាកលវិទ្យាល័យមួយគាត់ថាដាររយៈពេលប៉ុន្មានឯងបងដូចជា3ឆ្នាំហើយបងជាអ្នកបើកបររបស់ថាដាហ្នឹងរយៈពេលប៉ុន្មានឯងបង4ខែបងតើថាដាអាចជួយសម្រួលអីគេខ្លះដល់បាយសម្រួលដល់ពេលខ្ញុំរកលុយមកចិញ្ចឹមជីវិតឲ្យកូនទៅរៀនបង់ថ្លៃសាលាហើយនឹងម្ដាយចាស់ជរាហើយនឹងជួលបន្ទប់គ្នាណាគេជួយខ្ញុំឯងមានតែខ្ញុំជួយខ្លួនឯងខ្ញុំជាស្ត្រីមេម៉ាយមានកត្តាអីដែលជំរុញខ្ញុំឯងជិះថាដាមានអត់ប្រៀបថាវាមានតម្លៃសមរម្យងាយស្រួលធ្វើដំណើរថាលះថាអត់កាត់កម្រៃជើងសារដល់ driver ដូចគ្នាអញ្ចឹងនោះវាអាចជាមួយផ្នែកធំសម្រាប់ជួយ driver ដូចគ្នាតើថាដាមានផ្ដល់អត្ថប្រយោជន៍អីដល់បែងខ្លះមានបងមានអត្ថប្រយោជន៍អត់កាត់កម្រៃជើងសារហើយមាន insurance រ៉ាប់រងអាយុជីវិតដល់អ្នកជិះហើយនឹងខ្លួនឯងផងដែរយល់យ៉ាងណាដែរនៅពេលដែលឃើញអ្នកបើកបរជាស្ត្រីខ្ញុំមានអារម្មណ៍ថាកាន់តែស្និទ្ធស្នាលដោយសារយើងវាស្ត្រីដូចគ្នាអញ្ចឹងណាហើយក៏មានអារម្មណ៍វាថា comfortable មួយគ្នាស្ត្រីដូចគ្នាហ្នឹងហើយចាតែមកសំណួរចង់ក្រោយទៀតទេតើបើមានពាក្យពេចន៍អីខ្លះនិយាយទៅកាន់ស្ត្រីនៅក្នុងពិភពលោកនេះផ្ដាំទៅមនុស្សស្ត្រីគ្រប់គ្នាថាត្រូវតែរឹងមាំដូចជាងខ្ញុំមកការងារមិនថាប្រុសមិនថាស្រីធ្វើបានដូចគ្នាយើងមានតែសមត្ថភាពការខិតខំប្រកាន់ថាភេទប្រុសឬក៏ភេទស្រីអីអញ្ចឹងជាសំខាន់យើងខំប្រឹងទាំងអស់គ្នាអូខេអ្នកនរគ្នាអញ្ចឹងការសម្ភាសរបស់យើងគឺបានចាប់ត្រឹមហ្នឹងហើយប៉ុន្តែចាំជួបគ្នានៅវីដេអូក្រោយតែអ្នកនរគ្នា download ថាដាហើយនៅបើនៅទេកុំភ្លេច download ថាដាទាំងអស់គ្នា